រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំមហាព្រឹត្តិការណ៍បុណ្យភ្នំដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សម្បូរបែបក្នុងខេត្តកំពង់ស្ពឺគឺជាខេត្តគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពព្រមជាមួយនឹងសក្តានុពលទេសចរណ៍សម្បូរបែបដែលមានទីតាំងទេសចរណ៍ទាំងបែបសហគមន៍ទេសចរណ៍រមណីយដ្ឋានកសិទេសចរណ៍រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្ររមណីយដ្ឋានធម្មជាតិនិងកែច្នៃសរុបប្រមាណ30កន្លែងជាមួយនឹងភាពសម្បូរបែបនេះរដ្ឋបាលខេត្តកំពង់ស្ពឺក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតជៀមច័ន្ទ សុភ័ណ្ឌបាននឹងកំពុងជំរុញគោលដៅទេសចរណ៍ទាំងនេះឲ្យទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនិងមកលេងកម្សាន្តកាន់តែច្រើនពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិតាមរយៈនេះរដ្ឋបាលខេត្តក្រោមការផ្ដួចផ្ដើមពីសំណាក់ឯកឧត្តមបណ្ឌិតជៀមច័ន្ទ សុភ័ណ្ឌបានបង្កើតឲ្យមានមហាព្រឹត្តិការណ៍បុណ្យភ្នំដែលរៀបចំធ្វើនៅលើកំពូលភ្នំនៃឧទ្យានជាតិសូរ៉ាម្រិតកុសុមគិរីរម្យស្ថិតនៅក្នុងស្រុកភ្នំស្រួយដើម្បីផ្ដល់ឱកាសទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសនិងភ្ញៀវជាតិអន្តរជាតិចូលរួមកម្សាន្តសប្បាយដោយសេរីរយៈពេល2ថ្ងៃគឺថ្ងៃទី27ដល់ថ្ងៃទី28ខែធ្នូឆ្នាំ2025នេះជាឆ្នាំទី2នៃមហាព្រឹត្តិការណ៍បុណ្យភ្នំដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺជាឆ្នាំដែលរំពឹងដែរថានឹងមានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិចូលរួមលេងកម្សាន្តច្រើនជាងឆ្នាំកន្លងដោយដែលមានត្រឹមតែជាង50000នាក់ជាមួយនឹងការរំពឹងនេះដែររដ្ឋបាលខេត្តកំពង់ស្ពឺមន្ទីរទេសចរនិងអង្គភាពពាក់ព័ន្ធរួមនឹងម្ចាស់ផ្ទះសំណាក់រីសតបានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចនៅវត្តមានបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិដែលមកលេងកម្សាន្តក្នុងមហាព្រឹត្តិការណ៍បុណ្យភ្នំនេះផងដែរជាមួយនឹងការស្នាក់នៅរដ្ឋបាលខេត្តនៅមន្ទីរជំនាញបានធ្វើការណែនាំទៅដល់ម្ចាស់ផ្ទះសំណាក់ម្ចាស់រីសតដែលកំពុងដំណើរការលើអាជីវកម្មស្នាក់នៅមិនឲ្យមានការឆ្លៀតឱកាសដំឡើងថ្លៃនោះឡើយនិយាយរួមគឺរក្សាតម្លៃឲ្យនៅដដែលដូចថ្ងៃធម្មតានិងធានាបាននៅចំនួនស្នាក់នៅទោះជាច្រើនប៉ុណ្ណាក៏ដោយជុំវិញការរៀបចំមហាព្រឹត្តិការណ៍បុណ្យភ្នំនេះដែររដ្ឋបាលខេត្តកំពង់ស្ពឺបានធ្វើឡើងក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យទេសចរនិងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិមិនខុសពីមហាព្រឹត្តិការណ៍លើកទី1នោះទេបុណ្យភ្នំនឹងនាំមកនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនមានដូចជាការសម្ដែងសិល្បៈការប្រគំតន្ត្រីការប្រកួតកីឡាប្រដាល់គុនខ្មែរការប្រកួតប្រេតង់ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងដើម្បីកុមារខេត្តកំពង់ស្ពឺការបោះជំរំការប្រកួតបាល់ទះការធ្វើដំណើរជាមួយនឹងក្រុមយានយន្តផ្សងព្រេងនិងល្បែងប្រជាប្រិយខ្មែរមានស្តង់ម្ហូបអាហារនិងការតុបតែងប្លែកៗជាច្រើននៅតាមដងផ្លូវដ៏ស្រស់ស្អាតលើចម្ងាយផ្លូវជិត4គីឡូម៉ែត្រចាប់ពីរង្វង់មូលនិពន្ធដល់អតីតព្រះរាជដំណាក់និងអតីតទីលានយន្តហោះហើយកម្មវិធីនេះដែរក៏ធ្វើឡើងក្នុងគោលដៅជំរុញអត្តពលជាវិជ្ជមានដល់យុវជនក្នុងការអភិវឌ្ឍរាងកាយផ្លូវចិត្តនិងចូលរួមក្នុងសកម្មភាពសង្គមពិសេសគឺផ្សព្វផ្សាយទៅកាន់យុវជនជំនាន់ក្រោយអំពីពិធីប្រពៃណីខ្មែរដែលបន្សល់ទុកដោយបុព្វបុរសខ្មែរលើពីនេះក៏បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្សឧទ្យានជាតិកម្ពុជាផងដែរសូមបញ្ជាក់ដែរថាឧទ្យានជាតិព្រះសូរ៉ាម្រិតកុសុមគិរីរម្យដែលមានឈ្មោះកាត់ហៅថាឧទ្យានជាតិគិរីរម្យមានចម្ងាយប្រមាណ125គីឡូម៉ែត្រពីរាជធានីភ្នំពេញនិង77គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ80000ហិកតាឧទ្យានជាតិគិរីរម្យបានបង្កើតឡើងជាផ្លូវការមុនគេនៅកម្ពុជាឧទ្យានជាតិនេះគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិសម្បូរពពាសទៅដោយសក្តានុពលព្រៃឈើដែលមានទេសភាពល្អស្អាតដូចផ្ទាំងគំនូរអាកាសធាតុត្រជាក់ខ្យល់ល្អបរិសុទ្ធគ្រប់រដូវកាលនិងមានលំអទៅដោយដើមស្រល់ធម្មជាតិទឹកហូរកាត់ទៅដោយជ្រុះជ្រងជ្រលងដងអូរបង្កើតជាទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំនិងបានទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តមិនចេះចំណាយក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលពិសេសថ្នាក់ដឹកនាំខេត្តបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទៅរមណីយដ្ឋានមួយនេះឲ្យកាន់តែមានភាពងាយស្រួលដែលសម្រួលទៅដល់ការធ្វើដំណើរហើយភ្ញៀវជាតិភ្ញៀវអន្តរជាតិអាចស្នាក់នៅក្នុងរីសតទំនើបជាច្រើនកន្លែងនៅលើកំពូលភ្នំផ្ទាល់តែម្ដងផងដែរ